ការញែកឲ្យបានដាច់ពីគ្នារវាងបណ្ដឹងអាជ្ញាហើយនិងបណ្ដឹងរដ្ឋវិនីដែលជាទូទៅប្រជាប្រដ្ឋតែងមានការភ័ន្តច្រឡំនៅពេលដែលគាត់ដាក់ពាក្យបណ្ដឹងគាត់តែងយល់ឃើញថាហ្នឹងគឺបណ្ដឹងរឿងព្រមត្តនតាមពិតដោយអាដាមភៅសំភីអាដាមមុនបញ្ជាក់អញ្ចឹងគឺពាក្យបណ្ដឹងរបស់គាត់ក្នុងន័យជាទូទៅលើកលែងតែការតាំងខ្លួនជាដើមបណ្ដឹងរដ្ឋវិនីតាមផ្លូវនៃបណ្ដឹងដើមចំពោះមុខជាក្រុមសេពសួរជនរងគ្រោះគាត់មានសិទ្ធិត្រឹមតែធ្វើបណ្ដឹងរដ្ឋវិនីតែប៉ុណ្ណោះអញ្ចឹងបើសិនជាយើងពិនិត្យនៅក្នុងបែបបទនៃការបែងចែកបណ្ដឹងទាំងពីរនៅក្នុងបណ្ដឹងអាជ្ញានេះគឺព្រះញ្ញាគាត់អ្នកចាត់ចែងអញ្ចឹងបើសិនជាគាត់អ្នកចាត់ចែងយើងពិនិត្យថាតើបណ្ដឹងអាជ្ញាគាត់បណ្ដឹងរបៀបម៉េចអញ្ចឹងដូចបានជំរាបជូននៅក្នុងកម្មវិធីលើកមុនថាព្រះញ្ញាគាត់មានរបៀបក្នុងការធ្វើបណ្ដឹងអាជ្ញារបស់គាត់ហ្នឹងយើងអាចសរុបជាពីរធំទីមួយគឺការប្តឹងអំពីបណ្ដឹងអាជ្ញានេះទៅចំពោះមុខជាក្រុមសេពសួរដែលគេហៅថាប្តឹងនៅចំពោះមុខយុត្តាធិការសេពសួរទីពីរគឺប្តឹងនៅចំពោះមុខយុត្តាធិការជំនុំជម្រះហើយខ្ញុំអាចបញ្ជាក់ជូនដោយសាមញ្ញថាប្តឹងនៅចំពោះមុខយុត្តាធិការសេពសួរនេះគឺបានន័យថាជាទម្រង់មួយដែលក្នុងនោះគឺព្រះញ្ញាគាត់ប្តឹងទៅជាក្រុមសេពសួរគឺបានន័យថាគាត់បើកការសេពសួរតាមរយៈកិច្ចមួយគេហៅថាដីកាសន្និដ្ឋានជំនុំសេពសួរអញ្ចឹងនៅពេលដែលគាត់ធ្វើដីកាសន្និដ្ឋានជំនុំសេពសួរបញ្ជូនទៅជាក្រុមសេពសួរគឺមានន័យថាគាត់ធ្វើបណ្ដឹងអាជ្ញានៅចំពោះមុខយុត្តាធិការសេពសួរទីពីរក្នុងករណីមួយចំនួនគឺគាត់អាចប្តឹងដោយផ្ទាល់ទៅតុលាការព្រហ្មទណ្ឌដើម្បីធ្វើការជំនុំជម្រះតែម្ដងនៅក្នុងករណីនេះគឺគាត់ប្រើនីតិវិធីពីរយ៉ាងនីតិវិធីទី1គេឈ្មោះថានៃការកោះហៅបញ្ជូនទៅជំរះផ្ទាល់ដែលជានីតិវិធីមួយសាមញ្ញជាងគេសម្រាប់បទល្មើសតូចតាចហើយនីតិវិធីទី2គឺនីតិវិធីដែលគេហៅថាកំណត់ហេតុស្ដីពីការបង្ហាញខ្លួនភ្លាមតែនីតិវិធីប្រើចំពោះបទល្មើសមជ្ឈិមជាក់ស្ដែងហើយតែចំណុចនេះគឺកម្មវិធីយើងបានបកស្រាយជូនលើកមុនវិញម្ដងហើយនេះគឺតាក់ទងជាមួយបណ្ដឹងអាជ្ញាចំពោះបណ្ដឹងរដ្ឋប្រវេណីវិញរបៀបប្តឹងនេះគឺខ្ញុំចង់ផ្ដោតជាសំខាន់ព្រោះវាពាក់ព័ន្ធជាមួយនឹងប្រជាពលរដ្ឋដោយផ្ទាល់នៅពេលដែលប្រជាពលរដ្ឋទទួលរងគ្រោះពាក្យប្តឹងក្នុងរឿងរដ្ឋវិនីបាននៃបណ្ដឹងរដ្ឋវិនីនេះដោយអាដាមមុនបញ្ជាក់ថាជាបណ្ដឹងពីរដាច់ដោយឡែកពីគ្នាអត់ជាប់គ្នាទេប៉ុន្តែជាបណ្ដឹងដែលមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាអញ្ចឹងនៅក្នុងនេះរបៀបការប្តឹងគឺយើងអាចពិនិត្យឃើញមានពីរធំទី1គឺជនរងគ្រោះអាចប្តឹងរួមជាមួយនឹងនីតិវិធីព្រហ្មទណ្ឌតែម្ដងមានន័យថាម៉េចមានន័យថានៅពេលដែលបរិញ្ញាគាត់ចាត់ចែងបណ្ដឹងអាជ្ញាហ្នឹងបានន័យថាគេចោទប្រកាន់ជនល្មើសទៅតុលាការផ្ដន្ទាទោសគឺភាគីដែលជាជនរងគ្រោះហ្នឹងគាត់មានសិទ្ធិចូលរួមនៅក្នុងនីតិវិធីហ្នឹងសុំទាមទារសំណងតែម្ដងបាទការខូចខាតអាហ្នឹងគឺជាវិធីមួយវិធីហ្នឹងរួមគ្នាប៉ុន្តែវិធីមួយទៀតគឺភាគីជនរងគ្រោះហ្នឹងក៏អាចដាក់ពាក្យប្តឹងញែកដាច់ពីបណ្ដឹងអាជ្ញាដែរគឺគាត់អាចសុំទៅតុលាការរដ្ឋប្រវេណីមានន័យថាម៉េចមានន័យថាព្រះញ្ញាគាត់ចោទប្រកាន់អីចឹងទៅហើយគេបណ្ដឹងអាជ្ញាគាត់ចាត់តាមនីតិវិធីនៃរឿងព្រហ្មទណ្ឌប៉ុន្តែនៅក្នុងរឿងព្រហ្មទណ្ឌនេះអត់មានអ្នកសុំសំណងការខូចខាតទេហើយភាគីជនរងគ្រោះក៏គាត់អត់តាំងខ្លួនជាដើមបណ្ដឹងរដ្ឋវិនីដើម្បីទាមទារសំណងក្នុងនីតិវិធីព្រហ្មទណ្ឌដែរប៉ុន្តែគាត់អាចទៅតាំងខ្លួនជាដើមបណ្ដឹងរដ្ឋវិនីដើម្បីទាមទារសំណងនេះនៅចំពោះមុខតុលាការរដ្ឋវិនីវិញអញ្ចឹងនីតិវិធីនេះត្រូវបែកគ្នានៅពេលបែកគ្នាយ៉ាងដូចនេះក្នុងច្បាប់ដោយសារវាពាក់ព័ន្ធជាមួយអង្គហេតុតែមួយគឺថានៅក្នុងករណីនេះតុលាការរដ្ឋវិនីដែលទទួលបណ្ដឹងទាមទារពីជនរងគ្រោះដើម្បីទាមទារសំណងជួសជុលការខូចខាតហ្នឹងបើសិនជាគាត់បានទទួលបណ្ដឹងដោយសារអង្គហេតុវាពាក់ទងបទល្មើសហើយបើសិនជាបទល្មើសនេះដំណើរការនីតិវិធីព្រហ្មទណ្ឌកំពុងតែចាត់ចែងទៅលើបណ្ដឹងអាជ្ញានៅក្នុងករណីនេះគឺតុលាការរដ្ឋវិនីត្រូវផ្អាកសិននិយាយម្យ៉ាងទៀតគេថារឿងព្រហ្មទណ្ឌបង្អង់រឿងរដ្ឋវិនីទុកមួយលើសិនមានន័យថាតុលាការរដ្ឋវិនីនឹងមិនអាចសម្រេចអំពីសំណងទៅឲ្យជនរងគ្រោះបានទេដរាបណាតុលាការព្រហ្មទណ្ឌមិនទាន់សម្រេចជាសាពោថាជននោះមានទោសនេះគឺជាបញ្ហាមួយដែលនៅក្នុងច្បាប់គេឲ្យឈ្មោះថារឿងព្រហ្មទណ្ឌបង្អង់រឿងរដ្ឋវិនីទុកមួយលើសិនដែលរឿងនេះវាខុសពីករណីមួយទៀតរឿងមួយទៀតគឺបានន័យថារឿងរដ្ឋវិនីផ្អាករឿងព្រហ្មទណ្ឌវិញដែលបញ្ហានេះគេឲ្យឈ្មោះថាជាបញ្ហាបន្ទាន់បង្ខំចាតែបញ្ហាបន្ទាន់បង្ខំនេះមានអត្ថន័យយ៉ាងដូចម្ដេចដែរហ្នឹងបញ្ហាបង្ខំនេះគឺខុសពីមិញបន្តិចដោយសារមិញគឺរឿងព្រហ្មទណ្ឌនេះគឺទៅផ្អាកនីតិវិធីក្នុងរឿងរដ្ឋវិនីបានន័យតុលាការរដ្ឋវិនីមិនអាចសម្រេចអំពីសំណងបានទេបើតុលាការព្រហ្មទណ្ឌមិនទាន់សម្រេចផ្តន្ទាទោសជននោះជាសាពោចំពោះបញ្ហាបន្ទាន់បង្ខំវិញគឺជាបញ្ហាមួយដែលក្នុងក្រមនីតិវិធីចាត់បញ្ចូលជាអញ្ញត្តកម្មបើនិយាយនៅក្នុងច្បាប់ឆ្នាំ1993ច្បាប់ស្តីពីនីតិវិធីព្រហ្មទណ្ឌឆ្នាំ1993គេចែកបញ្ហាបន្ទាន់បង្ខំជាពីរផ្នែកទី1គឺបញ្ហាបន្ទាន់បង្ខំចំពោះបណ្ដឹងអាជ្ញាហើយទី2គឺបញ្ហាបន្ទាន់បង្ខំចំពោះសាក្រមប៉ុន្តែដើម្បីសម្រួលនីតិវិធីក្នុងក្រមនីតិវិធីព្រហ្មទណ្ឌយើងបង្កើតឲ្យមានតែបញ្ហាបន្ទាន់បង្ខំចំពោះសាក្រមនិយាយដោយសាមញ្ញមានន័យថាជាបញ្ហាមួយដែលក្នុងនោះតុលាការព្រហ្មទណ្ឌនឹងមិនអាចសម្រេចផ្តន្ទាទោសឬសម្រេចអំពីប្រតិភិបរបស់ជននោះបានទេដរាបណាគេមិនទាន់ដោះស្រាយអំពីបញ្ហាមួយដែលការដោះស្រាយបញ្ហាគឺជាសមត្ថកិច្ចរបស់តុលាការផ្សេងរឿងដែលសាមញ្ញជាងគេបំផុតហើយដែលគេនិយាយទូទៅគឺបញ្ហាទាក់ទងកម្មសិទ្ធិឧទាហរណ៍ថាជនម្នាក់ត្រូវបានចោទប្រកាន់ពីបទរំលោភលើកម្មសិទ្ធិអ្នកដទៃគេថាតុលាការព្រហ្មទណ្ឌនឹងមិនអាចសម្រេចអំពីបញ្ហាការរំលោភលើកម្មសិទ្ធិអ្នកដទៃបានទេប្រសិនបើភាគីម្ខាងទៀតគាត់អះអាងថាដីនោះកម្មសិទ្ធិនោះគឺជាកម្មសិទ្ធិរបស់គាត់អញ្ចឹងក្នុងករណីនេះតុលាការដើម្បីអាចនិយាយថារំលោភលើកម្មសិទ្ធិអ្នកដទៃលុះត្រាតែគាត់ដោះស្រាយអំពីបញ្ហាកម្មសិទ្ធិសិនប៉ុន្តែការដោះស្រាយពីបញ្ហាកម្មសិទ្ធិនេះមិនមែនជាសមត្ថកិច្ចរបស់តុលាការព្រហ្មទណ្ឌទេគឺជាសមត្ថកិច្ចផ្ដាច់មុខរបស់តុលាការរដ្ឋវិនីអញ្ចឹងបានន័យថាគាត់ត្រូវលើកពីបញ្ហាអញ្ញត្តកម្មនេះនៅក្នុងសវនកម្មមុនពេលដែលគេលើកឡើងអំពីអង្គសេចក្តីអញ្ចឹងតុលាការគាត់ពិនិត្យអំពីបញ្ហាបន្ទាន់បង្ខំគាត់អាចពិនិត្យយ៉ាងដូចម្ដេចគាត់អាចពិនិត្យថាករណីនេះមានបញ្ហាបន្ទាន់បង្ខំកើតឡើង
ហើយបើសិនជាគាត់ដោះស្រាយពីបញ្ហាមិនទាន់ខំនេះគឺវាអាចនាំទៅដល់ការលុបចោលនៅចរិតបទល្មើសព្រមមិនទាន់ឧទាហរណ៍ដូចមិញនៅក្នុងការរំលោភលើកម្មសិទ្ធិឧទាហរណ៍ថាគេរំលោភលើកម្មសិទ្ធិរបស់បុគ្គលកប៉ុន្តែបើសិនជាថាខរំលោភលើកម្មសិទ្ធិរបស់បុគ្គលកប៉ុន្តែបើសិនជារកឃើញថាកម្មសិទ្ធិនោះគឺកម្មសិទ្ធិរបស់លោកខអញ្ចឹងមិនអាចជាករណីបទល្មើសព្រមមិនទាន់រំលោភលើកម្មសិទ្ធិរបស់លោកកទេអញ្ចឹងបញ្ហានោះគឺជាបញ្ហាសំខាន់ដែលត្រូវដោះស្រាយហើយក្នុងក្រមយើងក៏បានចែងពីរបៀបក្នុងការដោះស្រាយពីបញ្ហានេះដែរហើយយើងចាត់ទុកវាថាគឺជាបញ្ហាមិនទាន់ខំចំពោះសាក្រមនៅមានករណីប្រហាក់ប្រហែលគ្នាដែរដែលអាចចូលជាបញ្ហាអញ្ញត្តកម្មប៉ុន្តែករណីគឺជាករណីដោយឡែកទេដែលមានចែងក្នុងច្បាប់តាក់ទងជាមួយនឹងការប្រតិបត្តិរបស់ក្រមប្រសាធម្មនុញ្ញគឺតាក់ទងការពិនិត្យធម្មនុញ្ញភាពនៅក្នុងករណីមួយចំនួននោះគឺប្រសិនបើភាគីគាត់យល់ឃើញថាមានច្បាប់ណាមួយផ្ទុយនឹងរដ្ឋធម្មនុញ្ញគាត់ក៏អាចលើកអំពីបញ្ហាអធម្មនុញ្ញភាពនៃច្បាប់ដែរអញ្ចឹងក្នុងករណីនេះគឺតុលាការដែលទទួលហ្នឹងគាត់អាចបញ្ជូនករណីទៅប្រធានតុលាការកំពូលហើយប្រធានតុលាការកំពូលក៏អាចប្តឹងទៅក្រមសាធម្មនុញ្ញដើម្បីសម្រេចអំពីបញ្ហាធម្មនុញ្ញភាពក្នុងរយៈពេលដែលត្រូវរងចាំសម្រេចអំពីបញ្ហាធម្មនុញ្ញហ្នឹងគឺបានន័យថាតុលាការខាងផ្នែកព្រំដែនត្រូវបង្អស់រឿងទុកមួយលើសិនបានន័យថាត្រូវផ្អាកដំណើរការរបស់ខ្លួនមួយរយៈពេលរងចាំការសម្រេចពីបញ្ហានោះអញ្ចឹងនេះគឺបញ្ហាមិនទាន់ខំដែលខ្ញុំសូមអនុញ្ញាតជម្រាបជូនទៅត្រួសនៅក្នុងក្រមនីតិព្រំដែនរបស់យើងចាអាដាមមានជាបន្ថែមបាទសូមថ្លែងអរគុណលោកស្រីពីករណីខ្ញុំបាទមានចំណុចមួយចំនួនដែលតាក់ទងនឹងបណ្ដឹងរដ្ឋវិន័យដែលត្រូវបន្ថែមចំណុចមួយចំនួនដូចតទៅដែលចំណុចទី1ដែលតាក់ទងជាពិសេសទៅលើកម្មវត្ថុនៃបណ្ដឹងរដ្ឋវិន័យតើបណ្ដឹងរដ្ឋវិន័យអាចធ្វើប្រឆាំងនឹងអ្នកខ្លះជាគោលការណ៍គឺបណ្ដឹងរដ្ឋវិន័យបានអាចធ្វើប្រឆាំងជាមួយនឹងចារីសហចារីអ្នកផ្ដឹងពិនិត្យអ្នកសំពិនិត្យហើយនិងអ្នកទទួលខុសត្រូវរដ្ឋវិន័យនេះគឺជាកម្មវត្ថុនៃបណ្ដឹងរដ្ឋវិន័យចំណុចមួយទៀតអំពីតាក់ទងជាមួយនឹងការទទួលខុសត្រូវក្នុងករណីដែលអំពើល្មើសមួយត្រូវបានប្រព្រឹត្តឡើងដោយមានអ្នកប្រព្រឹត្តច្រើនគ្នាមានទាំងអ្នកសហចារីនិងអ្នកផ្ដឹងគំនិតហើយនៅពេលដែលតុលាការព្រហ្មទណ្ឌសម្រេចផ្តន្ទាទោសជំនួសអំពីអំពើល្មើសដែលគេបានផ្ដឹងមកហើយប្រកាសពីប្រតិភិបហើយសម្រេចអំពីសំណងរដ្ឋវិន័យទៅដល់ដើមបណ្ដឹងរដ្ឋវិន័យនេះគឺជនទាំងនេះត្រូវទទួលខុសត្រូវចំពោះសំណងរដ្ឋវិន័យដោយសាមគ្គីភាពន័យថាត្រូវតែទទួលរួមសាមគ្គីគ្នាសងសំណងរដ្ឋវិន័យទៅដល់ដើមបណ្ដឹងរដ្ឋវិន័យចំណុចចុងក្រោយដែលខ្ញុំបានចង់បញ្ជាក់ដែរអំពីសារជាតិនៃបណ្ដឹងរដ្ឋវិន័យដែលកើតចេញពីរឿងក្តីព្រហ្មទណ្ឌនិងសារជាតិនៃបណ្ដឹងរដ្ឋវិន័យដែលចេញពីរឿងក្តីរដ្ឋវិន័យសិទ្ធិសាស្ត្រគឺខុសគ្នាត្រង់ចំណុចមួយតាក់ទងនីតិវិធីនៃការអនុវត្តបណ្ដឹងរដ្ឋវិន័យដែលកើតចេញពីរឿងក្តីព្រហ្មទណ្ឌជាពិសេសក្នុងពេលដែលតុលាការសម្រេចឲ្យសងសំណងឬក៏បង់ជំងឺចិត្តទៅដល់ដើមបណ្ដឹងរដ្ឋវិន័យអាចជាកម្មវត្ថុនៃការដាក់គេថាបង្ខំដល់រូបកាយក្នុងករណីដែលពិរិទ្ធជនអាចមិនសងទៅដល់ដើមបណ្ដឹងរដ្ឋវិន័យចំណែកបណ្ដឹងរដ្ឋវិន័យដែលកើតចេញពីរឿងក្តីរដ្ឋវិន័យសិទ្ធិសាស្ត្រឧទាហរណ៍ថាកាតព្វកិច្ចដែលកើតចេញពីកិច្ចសន្យាហើយតុលាការសម្រេចឲ្យចុងចម្លើយអនុវត្តកាតព្វកិច្ចដែលកើតចេញពីកិច្ចសន្យាតាមសាលក្រមនេះឆ្នេះសំណងដែលសម្រេចដោយតុលាការក្នុងរឿងក្តីរដ្ឋវិន័យសិទ្ធិសាស្ត្រនេះមិនអាចជាកម្មវត្ថុនៃការបង្ខំដល់រូបកាយដូចនៅក្នុងបណ្ដឹងរដ្ឋវិន័យក្នុងរឿងក្តីព្រហ្មទណ្ឌបានទេបាទចាហើយដល់មានអីទៀតខ្ញុំចង់បន្ថែមបន្តិចពីសារមិញខ្ញុំបានបញ្ជាក់ជូនថារបៀបក្នុងការប្តឹងក្នុងរឿងរដ្ឋវិន័យនេះគឺភាគីជនរងគ្រោះគាត់មានសិទ្ធិដាក់ពាក្យប្តឹងទៅតុលាការព្រហ្មទណ្ឌក៏បានរួមជាមួយនីតិវិធីព្រហ្មទណ្ឌដែលចាត់ការដោយអាយកាឬមួយក៏ដាក់ទៅតុលាការរដ្ឋវិន័យប៉ុន្តែខ្ញុំចង់លម្អិតបញ្ជាក់ជូនជាពិសេសចំពោះបងប្អូនជាបរិវត្តដែលជាជនរងគ្រោះអំពីរបៀបក្នុងការដាក់ពាក្យប្តឹងរួមជាមួយក្នុងនីតិវិធីព្រហ្មទណ្ឌអញ្ចឹងនៅក្នុងនេះយើងឃើញថាក្នុងរឿងព្រហ្មទណ្ឌគឺវាមានដំណាក់កាលច្រើនដូច្នេះប្រសិនបើជាជនរងគ្រោះនៅក្នុងបទល្មើសភាគីជនរងគ្រោះគាត់មានសិទ្ធិដាក់ពាក្យប្តឹងនៅច្រើនដំណាក់កាលនៃនីតិវិធីគាត់អាចចូលរួមនីតិវិធីនៅច្រើនដំណាក់កាលទី1គឺគាត់អាចដាក់ពាក្យប្តឹងដំបូងគេទៅក្នុងក្របខ័ណ្ឌស៊ើបអង្កេតគឺបានទៅនគរបាលយុតិធធឬមួយក៏ទៅអាយកាប៉ុន្តែបើសិនជាមិនបានដាក់ពាក្យប្តឹងក្នុងដំណាក់កាលនេះទេក៏គាត់មានសិទ្ធិដាក់ពាក្យប្តឹងរដ្ឋវិន័យនេះគឺដើម្បីទាមទារសំណងនេះនៅចំពោះមុខចក្រមស៊ើបសួរបានផងដែរគឺគេឲ្យឈ្មោះថាការតាំងខ្លួនជាដើមបណ្ដឹងរដ្ឋវិន័យតាមផ្លូវអន្តរាគមន៍នៅចំពោះមុខចក្រមស៊ើបសួរមានន័យថាគាត់ចូលរួមក្នុងនីតិវិធីគាត់យល់ឃើញថាគាត់គឺជាជនរងគ្រោះដូច្នេះគាត់តាំងខ្លួនជាដើមបណ្ដឹងរដ្ឋវិន័យដើម្បីទាមទារសំណងដូច្នេះគាត់អាចតាំងខ្លួនបាននៅចំពោះមុខចក្រមស៊ើបសួរតាមមាត្រា137នៃក្រមនីតិវិធីព្រហ្មទណ្ឌប៉ុន្តែបើសិនជាគាត់ផុតដំណាក់ការស៊ើបសួរហើយគាត់មិនបានតាំងខ្លួនជាដើមបណ្ដឹងរដ្ឋវិន័យដើម្បីអាចឲ្យគាត់ទាមទារសំណងបានគាត់ក៏អាចតាំងខ្លួនជាដើមបណ្ដឹងរដ្ឋវិន័យបានផងដែរនៅក្នុងដំណាក់ការជំនុំជម្រះអញ្ចឹងកន្លែងនេះគឺគាត់អាចតាំងខ្លួនជាដើមបណ្ដឹងរដ្ឋវិន័យរួមទាំងនៅក្នុងដំណាក់ការពេលសាវនាការក៏បានដែរបាទប៉ុន្តែមាននីតិវិធីមួយលក្ខខណ្ឌមួយចំនួនគឺបានន័យថាគាត់ត្រូវចាប់ដើមដំបូងគេហ្នឹងគឺគាត់ត្រូវតាំងខ្លួនជាដើមបណ្ដឹងរដ្ឋវិន័យតែម្ដងចា